បងស្វាមានរឿងធំហើយឋានសួគ៌ក៏ទើបតែទម្លាក់សេចក្តីជូនដំណឹងមកអ្នកណាដែលបានពិន្ទុបុណ្យអាបត្តិតារាង3ខែជាប់គ្នាត្រូវចុះទៅឋានមនុស្សដើម្បីសាងបារមីឡើងវិញគួរឲ្យធុញណាស់វើយមិនបាច់ធ្វើជាព្រះពុទ្ធអីទៀតទេព្រះសង្គ្រាមឈ្នះមារពិន្ទុបុណ្យ1342ចំណុច10ពិន្ទុវីតបគ្នាមិនរីកា89ដងជីកពុកខុសលើសល្បឿនកំណត់127ដងនៅមានទៀតអត់ទូតសម្អាតអាសនៈពិន្ទុបុណ្យ1289មិនពាក់ឯកសណ្ឋាន89ថ្ងៃមកយឺតចេញមុនម៉ោងមិនដែលខានហើយរឿងប៉ុណ្ណឹងសោះយ៉ាងច្រើនត្រឡប់ទៅភូមិកៅរកអូនជួយឡានរបស់អញវិញអហនកាយាមាសពិន្ទុបុណ្យ0ចំណុចបូកពិន្ទុយាមកាម90ថ្ងៃពេញមិនដែលលុះចំណុច10ពិន្ទុមិត្តរួមការងារវីតម្លៃទម្លាក់អាសាឯងធ្វើការ90ថ្ងៃពេញមកឈួតបាត់ហើយអីបងទី2និយាយត្រូវនឹងណាចាប់ពីថ្ងៃនេះទៅពួកឯងទាំង3នាក់ស្ថិតក្រោមការគ្រប់គ្រងរបស់អញពាក់ហ្វឹកហ្វឺនមានរយៈពេល3ខែអ្នកបានពិន្ទុទាបជាងគេនឹងត្រូវជំរុះចោលអាភ្នែក3ឯងមានសិទ្ធិអីព្រះអន្តរអនុម័តផ្ទាល់ដៃអ្នកណាប្រឆាំងការហ្វឹកហ្វឺននឹងត្រូវចាប់បោះចូលវត្តសង្សារទាំងពូជបងស្វាចិត្តត្រជាក់អានឹងគេដកពិន្ទុបុណ្យទៀតឥឡូវហើយប្រមានលើកទី1ព្រះសង្គ្រាមឈ្នះមារបំពេញវិន័យរៀបរាប់ពីប្រាហង្សាដកពិន្ទុបុណ្យ50ត្រូវវឹកយ៉ាងតើមេរៀនទី1ត្រូវរៀនពីអីដែរហ្វឹកហ្វឺនស្ដារកាយសម្ទារត់ជុំវិញទ្វារកនជាង10ជុំហាមប្រើពុកហោះកំពូលអ្នកខ្លាំងទាំង3ប្រចាំព្រះពុទ្ធសាសនាកំពុងរត់ហាត់ប្រាណតើកំរបានឃើញណាស់វើយព្រះអង្គគុំចាស់ទី3កុំមកនិយាយផ្លែផ្កាពេកអញជាគ្រូកីឡាមិនមកបង្រៀនយើងគ្រាន់តែមានឈ្មោះនឹងណាយោទេតារាកុមាររវល់ថតស្ពតពាណិជ្ជកម្មណាស់អាស្វាគុំនៅទ្រាំត្រង់នេះអីឋានសួគ៌លើកនេះលេងមែនទែនហើយក្រដាសសារប្រព័ន្ធពិន្ទុបុណ្យគឺជាល្បិចរបស់ព្រះឥន្ទ្រចង់លេបត្របាក់ភ្នំលីងសានបងស្វាក្រដាសនឹងសរសេរពីអីគម្រោងសម្រកទម្ងន់កំណត់ហេតុព្រះអង្គគុំចាស់ទី3លួចផ្ដោដំណឹងសង្ស័យជាជនបង្កប់ឧខុងគុំអាលក្តៅក្រហាយលោកគ្រូភូធីពឹងឲ្យយើងប្រាប់ឯងធម៌ដ៏ឧត្តមឧត្តមគឺសាមញ្ញបំផុតមិនបាច់ប្រណាំងប្រជែងក៏គង់តែអាចត្រាស់ដឹងលោកគ្រូលោកក៏កំពុងមើលរឿងសប្បាយនេះដែរមែនទេថ្ងៃនេះមេរៀនទី2ការហ្វឹកហ្វឺនដោះស្រាយបណ្ដឹងរបស់សាវកពួកឯងទាំង3នាក់ធ្លាប់ដោះស្រាយបណ្ដឹងទេជាង1000ឆ្នាំមុនយមរាជប្តឹងអញដល់ស្ដេចយូទីរួចអញវីកំទេចឋានសួគ៌តិចយើងចង់សួរថាព្រះសង្គ្រាមឈ្នះមារដូចជាឯងធ្លាប់ត្រូវគេប្តឹងទេអូធ្លាប់តាហេតុផលដែលគេប្តឹងគឺដោយសារអញមិនដែលត្រូវគេប្តឹងសោះនឹងណាបងស្វាឯងធ្វើអញ្ចឹងអត់អាជីពហ្មងការខ្ញុំធ្វើជាទូតសម្អាតអាសនៈខ្ញុំមានក្បួនអូបន្លាយសុំទោសមុនទម្លាក់កំហុសរួចសន្យាខ្យល់ទូតសម្អាតអាសនៈខែមុនឯងត្រូវគេប្តឹង25ដងអត្រារងបណ្ដឹងគឺលេខ1នៅត្រៃភពហើយចាប់ផ្ដើមអនុវត្តឈុតត្រាប់តាមបញ្ចូលទទួលបណ្ដឹងនៅអង្គទឹកសុំប្រាថ្នាយើងដើរតួជាអ្នកប្តឹងឯពួកឯងដើរតួជាទេវតាទទួលភ្ញៀវលោកម្ចាស់ទេវតាខែមុនខ្ញុំបាទសុំប្រាថ្នាចង់មានបានតែចៃដន្យឲ្យកូនប្រុសខ្ញុំធ្លាក់បាក់ជើងនៅការដ្ឋានសំណងគេសង30000អានឹងមានបានស្អីទៅលោកតាស្ដាប់ខ្ញុំសិនរឿងឋានសួគ៌មិនអាចទម្លាយបានទេតាយល់អត់តាសុំប្រាថ្នាចង់មានបានកូនតាបានសំណង30000នឹងមិនមែនលុយទេអីអានឹងគេហៅថាមានបានដោយប្រយោជន៍ពិន្ទុហូនម្នាក់ទៀតអំបញ្ញមិញឯងថាកូនបាក់ជើងតែក្នុងភ្នែកឯងគ្មានទឹកភ្នែកមួយដំណក់សោះឪពុកដែលខូចចិត្តពិតមែនមិនមែនធ្វើច្រិតអញ្ចឹងទេយើងមិនដឹងថាឯងជានរណាទេតែឯងសុំប្រាថ្នាចង់មានបានគឺព្រោះខ្លាចកូនរបួសអត់លុយមើលការពិតអ្វីដែលឯងប្រាថ្នាមិនមែនចង់មានបានទេគឺចង់ឲ្យគ្រួសារសុខសប្បាយតើឃើញទេដោះស្រាយបណ្ដឹងមិនមែនទន្ទិញមេរៀនទេគឺស្ដាប់ភាសាមនុស្សហើយយល់ព្រះសង្គ្រាមឈ្នះមារវគ្គនេះបានពិន្ទុពេញអញ្ចឹងសោះក៏បានពិន្ទុដែរបងស្វាមិននឹកស្មានថាឯងចេះនិយាយភាសាមនុស្សដែរវើយកំណត់ហេតុបងស្វាចេះយកចិត្តគេសង្ស័យត្រូវគេចូលសន្ធិដ្ឋកុំអាលអពេកខានស្អែកមានប្រឡងទ្រឹស្ដីប្រកួតចំណេះដឹងរឿងທາງជេងទៅចម្លងធម៌អ្នកណាប្រឡងធ្លាក់ដកពិន្ទុបុណ្យ25នេះជាសំណួរឈួតលប់ស្អីនឹង